Bồ, hay là ní cứ thầm bằng hànhสมิទ្ធផលកសាងរោងបាយបន្តនៅទឹកដីបតព្រីខ្ពស់ស្រុកបបលខេត្តបាត់ដំបងការចាក់សាបគឺចាក់ឆ្វែលជំវិញរហូតដល់ប្រគុណញោមបងទៅដល់ប្រគុណបុកកន្លែងនេះវាទៀបបងហើយទៀបអញ្ចឹងទៅក៏គិតពិភាក្សាជាមួយគណៈកម្មការហើយយើងត្រូវទៅចាក់បន្តទៅទៀតបងដើម្បីឲ្យឆ្លាស់នេះទួលទៅស្ទឹងដើមកងោកដើមស្វាយនេះហ្នឹងហើយញោមបងនេះដើមស្វាយហើយរោងបានប្រក់ដំបូលលើហើយមិនទាន់ចាក់សាមទេប៉ុន្តែអាត្មាគម្រោងចាក់ឆ្វែលជុំវិញសិនញោមចាក់ឆ្វែលជុំវិញនឹងឲ្យឆ្លាស់ឬហើយបានតតាបន្ថែមទៀតព្រោះរោងនេះខ្ពស់ញោមក៏ខ្ពស់យ៉ាងទៅវាសាចទឹកភ្លៀងហូរចូលអញ្ចឹងមានតែយើងតតាសម្រុតមកក្រោមទៀតបាទដោយទីកន្លែងនេះគឺ4ឡានណាញោមបាទចាក់4ឡានទៀតបានពេញទៅទល់នឹងស្ទឹងបាទហើយកន្លែងរោងបាយនេះគឺតាប្រសងពីដើមដឹកនាំធ្វើរោងបាយកន្លែងហ្នឹងនៅទឹកដីវត្តព្រីពោះនេះពីដើមក៏មានរោងបាយនៅទាំងនឹងដែរបងតាំងពីជំនាន់ប៉ុលពតដល់ទៅវាទៀបអញ្ចឹងទៅក៏មកគម្រោងចាក់ធ្វើរោងបាយសាថ្មីហើយលើកដីឲ្យខ្ពស់ផុតពីទឹកបងគឺថ្ងៃនេះគឺថ្ងៃ8កើតខែទុតិយាសាទទេណាឆ្នាំមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026ដី1ឡាននេះតម្លៃ160000រៀលបងហ្នឹងហើយស្មើនឹង$40សហរដ្ឋអាមេរិកសម្រាប់ញោមញាតិប្រុសស្រីទាំងអស់ទាំងណាបងដែលបានចូលរួមចំណែកបុណ្យកុសលកសាងទីសេនាសនៈទានបន្តណាសូមជួយបន្ថែមបងដើម្បីឲ្យហើយរួចរោងបាយបងណាហើយមិនតែប៉ុណ្ណោះឆ្នាំនេះឲ្យហើយនឹងរោងបាយនឹងទៅហើយអាត្មានឹងគម្រោងបន្តណាឲ្យតែមានញាតិញោមជួយគាំទ្រអាត្មានឹងបំពេញសទ្ធាញោមទៀតបងហើយក៏អរគុណណាស់ចំពោះសន្តានចិត្តពុទ្ធបរិស័ទនៅចំណុះជើងវត្តព្រីខ្ពស់ភូមិព្រីខ្ពស់មកឃ្លឿស្លខ្លាញ់លវីតកោពេងភូមិពោក្បាលថ្នល់ក្បាលអាងទាំងបានចូលរួមទាំងរស់នៅស្រុកខ្មែរទាំងនៅឯនេសមុទ្រប្រទេសទី3ទី1ទី2ទី3ទាំងរោងបាយតូចនោះគឺពីនេះញាតិញោមពីលិចទឹកហើយណាមួយកន្លែងដាំបាយវាខូចទៅទៀតហើយកាលណាបនធំចង្អៀតហើយដូចម្ចាស់វេនអីមកម្ដងចង្អៀតតែម្ដងញាតិញោមអញ្ចឹងវាគៀកចូលកាន់បិណ្ឌហើយញោមណាចូលព្រះវស្សាបានណាប៉ុន្មានគឺកាន់បិណ្ឌភ្ជុំបិណ្ឌទៀតទាំងនេះញាតិញោមប្រុសស្រីទាំងណាទស្សនាពីខាងជើងទៅត្បូងដែលមានស្ពានយូលហើយលើដំបូលបងហ្នឹងហើយគឺញោមញាតិមិនដែលស្គាល់វត្តព្រីខ្ពស់ញោមតាមដានទស្សនាតាមនេះមកអាត្មាថតអធិប្បាយប្រាប់ទៀតនេះអាត្មាថតពីជើងទៅត្បូងទៀតហើយរោងនេះមានមួយខ្នងពីរខ្នងទៀតញោមណាប៉ុន្តែប្រក់ដំបូលបានមួយនៅមួយទៀតបងណាហើយផ្លូវនេះក៏អាត្មាទៅធ្វើដែរ
ទៅដល់កត់2ជាន់từ ខាងត្បូងកត់2ជាន់នេះកន្លែងណាបឹងតពាំងតាកន្លែងនេះញោមចាស់ពីដើមថាណាកន្លែងកប់ខ្មោចកន្លែងនេះហើយសាលារៀនគឺសាលារៀននៅខាងត្បូងវត្តហ្នឹងហើយសាលារៀននៅខាងត្បូងវត្តហើយមើលដំបូលផ្ទះលំខាងត្បូងនោះគឺភូមិឡញោមគេហៅថាភូមិឡហើយសាលារៀនមានបន្ទប់ទឹកហើយសាលារៀននេះគឺបឋមសិក្សាផ្ដល់ចំណេះដឹងដល់កូនចៅអ្នកព្រឹកពោះទាំងអស់នឹងឯងចូលរៀនពីមត្តេយ្យទី1ទី3ទី4ទី5ក៏នៅព្រឹកពោះហើយនេះបង្វិលពីត្បូងទៅជើងម្ដងញោមទស្សនាណាហើយកន្លែងកត់ចាក់ដីទៅ